បាទសូមសួស្តីអ្នកទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីមកធ្វើការបកស្រាយសង្ខេបចែកជូនដល់មនអ្នកស្ដាប់បានជ្រាបបាទអញ្ចឹងនិយាយអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទី1បំផុតខ្ញុំចង់បញ្ជាក់អំពីនីតិកាលឬក៏អាណត្តិដែលគាត់អាចបម្រើការបានបាទអញ្ចឹងសិទ្ធិអំណាចដែលគាត់អាចបំពេញការងារជាតំណាងរាស្ត្រគឺមានរយៈពេល5ឆ្នាំហើយចំណែកឯរយៈពេលឃោសនារកសម្លេងឆ្នោតគឺរហូតដល់21ថ្ងៃបាទអញ្ចឹងវាច្រើនជាងការបោះឆ្នោតផ្សេងទៀតបាទហើយចំពោះបេក្ខជនដែលអាចចុះឈ្មោះជាតំណាងរាស្ត្របេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតបាទអញ្ចឹងចាប់ពីអាយុ25ឆ្នាំឡើងហើយការបោះឆ្នោតនេះគឺគេអនុវត្តតាមប្រព័ន្ធបែបសកលមានន័យថាប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគឺអាចទៅបោះឆ្នោតឲ្យបេក្ខជនដែលខ្លួនពេញចិត្តបានរៀងខ្លួនសូមលោកអ្នកកុំភ្លេចជួយចុច Subscribe Channel YouTube និង Follow Page របស់យើងដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ